ប្រាប់ថាខ្មោចហ្នឹងតាមគាត់ហើយនៅតែក្នុងបន្ទប់របស់គាត់ទេបើចង់ដឹងថាវាមិនសាហាវមិនណាឲ្យបងស្រីខ្ញុំហ្នឹងពាក់ខ្សែសីមាពាក់ខ្សែសីមាហើយចង់ដឹងអាខ្សែសីមារបស់គាត់ហ្នឹងហើយចង់ដឹងថាក្នុងបន្ទប់ហ្នឹងមិនណាពាក់ខ្សែសីមារបស់គាត់ហើយដើរចូលបន្ទប់ហ្នឹងបើអត់ជឿពេលពាក់ខ្សែសីមាគាត់គេប្រាប់ថាបើគាត់ពាក់ខ្សែសីមាហ្នឹងហើយដើរចូលបន្ទប់គាត់នឹងលមាស់ហើយកាហាយអាហ្នឹងខ្លាំងហ្មងវាថាប្រឆាំងគ្នាគាត់ថាអាកាហាយខ្លាំងណាស់គឺគេក្តៅកាហាយរបៀបចំហាយហ្នឹងគឺនៅនឹងហ្មងគឺខ្លាំងហ្មងគាត់ថាបើសិនជាដើរចូលបន្ទប់របស់គាត់ហើយកាហាយខ្លាំងឲ្យយកទឹកអប់ជានាងផ្ទះបាញ់ឲ្យឡើងអីពេលហ្នឹងគេដូចជាប្រាប់ថាបើចង់កំចាត់ខ្មោចនឹងចេញពីបន្ទប់ហ្នឹងគេឲ្យធ្វើមិនទេនេះហើយបើចង់រស់ជីវិតណាកុំដេកនៅក្នុងបន្ទប់ហ្នឹងទៀតឲ្យបងស្រីហ្នឹងកុំឲ្យដេកនៅក្នុងបន្ទប់ហ្នឹងឲ្យមកដេកមួយប្អូនឬក៏ដេកមួយអ្នកផ្សេងមកបាទតែធម្មតាបងបន្ទប់យើងយើងអាចទុកបន្ទប់យើងចោលហើយយើងទៅដេកមួយអ្នកផ្សេងបានទេគាត់មកដេកមួយខ្ញុំបងខ្ញុំស្បត់ខ្ញុំនិយាយមុខភ្លើងពេលដែលគាត់ពាក់ខ្សែសីមាហ្នឹងហើយគាត់មកដេកមួយខ្ញុំខ្ញុំស្អុយដូចខ្មោចងាប់ចឹងស្អុយនៅចុងច្រមុះខ្ញុំពេលគាត់មកដេកចិត្តខ្ញុំអត់ដឹងថាខ្ញុំត្រូវធ្វើម៉េចខ្ញុំនិយាយថាខ្ញុំស្អុយតែខ្ញុំអត់ដឹងថាស្អុយនឹងក្លិនខ្មោចទេខ្ញុំអត់ដឹងទេហើយពេលហ្នឹងបើខ្ញុំប្រាប់ថាបងខ្ញុំសឹងតែលេងជាខ្លួនឯងនេះខ្មោចចូលហើយខ្មោចដេកមួយគាត់ខ្មោចនៅមួយគាត់សឹងថាគេយកជាព្រលឹងគាត់បានឯហ្នឹងរបៀបថាពេលខ្លះគាត់អត់ដឹងថាខ្លួនឯងធ្វើអីហើយតាំងពីហ្នឹងមកគឺគាត់ស្លាប់រហូតអីបន្តិចគាត់ស្លាប់អីតិចគាត់ស្លាប់ហើយជាមនុស្សដែលឆាវឆាវនិយាយអីទៅអត់សូវដឹងខ្លួនឯងធ្វើអីពេលគាត់មកដេកចិត្តខ្ញុំស្អុយខ្មោចមួយយប់នឹងខ្ញុំដេកបានទេហើយអាស្អុយក្លិនខ្មោចហ្នឹងខ្ញុំប្រាប់រាល់ប្រភពអត់ឃើញទេគឺស្អុយនៅចុងច្រមុះបែរទៅណាធ្វើមិនក្រោយគឺនៅចុងច្រមុះហ្នឹងហ្មងក្លិនហ្នឹងអត់ឃើញទេគាត់មកដេកបន្ទប់យើងតែមួយថ្ងៃគាត់ឡើងទៅបន្ទប់គាត់វិញហើយគាត់ឆ្ងល់ខ្លួនឯងថាឲ្យទៅពេលគាត់ដេកគាត់កាន់តែដេកគឺគាត់កាន់តែអស់កម្លាំងគ្រូនឹងប្រាប់ថាចាចង់ដឹងមូលហេតុអត់នៅពេលដែលយើងកាន់តែដេកពកតិសនអត់ចូលនេះសនចែមិនចឹងតែនៅក្នុងនេះលឺអានេះអត់លឺតាចូលតាដូចតែវារឿងដាច់ចាអត់លឺពីណាទៅអត់អីអានេះយើងវាមាន2ហ្នឹងអត់លឺអានោះបាននេះអត់នេះបាននោះជំនួសគ្នាទៅមកតោះធម្មតាមិញថាមើលអត់ទេដាច់នឹងដាច់ធម្មតាដាច់ត្រឹមមិញនិយាយអត់ត្រឹមណាទេអត់ទេតពីកន្លែងមិញកន្លែងអីគេស្អុយដេកចិត្តស្អុយហើយគាត់ឡើងទៅបន្ទប់គាត់វិញហ្នឹងហើយគ្រូគេសួរថាចង់ដឹងមិនអត់ចឹងហ្នឹងហើយបាទចង់ដឹងថាថៃបានគាត់ដេកកាន់អស់កម្លាំងអត់ព្រោះនៅពេលដែលយើងដេកគេអាចសកត់លើវិញ្ញាណយើងបានគេអាចយកវិញ្ញាណយើងបានម្ដងតិចធ្វើឲ្យយើងកាន់អស់កម្លាំងទៅតែបើយើងអត់ដេកអត់អីទេចាំបងខ្ញុំគាត់ឆ្ងល់ថាឲ្យនៅពេលដែលគាត់អត់ដេកយប់ទៅភ្លឺគាត់និយាយទូរស័ព្ទមិនក៏គាត់អត់អស់កម្លាំងដែរតែបើរាល់យប់ពេលដែលគាត់អស់កម្លាំងហើយគាត់ចង់ដេកកាន់តែដេកកាន់តែគាត់ងើបអត់រួចអស់កម្លាំងហើយវាស្លេកស្លាំងដូចគេយកយើងដូចយើងអស់ពីខ្លួនហ្មងកាន់តែដេកកាន់តែខ្សោយហើយមិនថាគាត់ទៅណាក៏ដោយគាត់ឃើញគ្រប់កន្លែងហើយបើគាត់តាំងពីនឹងមកពេលគាត់ទៅរៀនណាឲ្យតែគាត់ភ័យឬគាត់រន្ធត់អីគឺគាត់ស្លាប់ហើយប៉ុន្តែលក្ខខណ្ឌដែលគាត់ស្លាប់ហ្នឹងគាត់ស្លាប់ធម្មតាអត់ដូចពីមុនកងអីអញ្ចឹងណាអញ្ចឹងបកមកយូរបន្តិចមកខ្ញុំម្ដងហ្នឹងមិនដឹងមិនយ៉ាងចាប់ផ្ដើមដំបូងពីខ្ញុំណាខ្ញុំនិយាយខ្ញុំអាណិតខ្លួនឯងចាប់ផ្ដើមដំបូងពីខ្ញុំពីអ្នកបងប្អូនហ្នឹងនិយាយទៅពួកខ្ញុំគឺខ្លាចខ្មោចណាស់ខ្ញុំដេកបន្ទប់មួយបងខ្ញុំសុំដេកមួយគាត់បាទពេលដែលខ្ញុំដេកមួយគាត់ណាខ្ញុំអត់តដេកទេនិយាយគ្នាលេងអញ្ចឹងណាពេលឧទាហរណ៍យើងក្រែយើងកំពុងនិយាយអញ្ចឹងណាមានកញ្ចក់យើងនៅអញ្ចឹងយើងនិយាយទៅមុខគ្នាអញ្ចឹង
ខ្ញុំជាឆ្ងល់បងខ្ញុំអត់ព្រមស្ដាប់ខ្ញុំនិយាយឯងគាត់តម្លាក់ទឹកមុខចោលរហូតហើយខ្ញុំចាប់ផ្ដើមខ្ញុំមានអារម្មណ៍ភ័យឯងពួកឲ្យតែឃើញសកម្មភាពបងខ្ញុំប្លែកគឺខ្ញុំចាប់ផ្ដើមខ្ញុំភ័យខ្លាំងមែនតើគាត់តម្លាក់ទឹកមុខចុះខ្ញុំសួរថាថៃកុំធ្វើអញ្ចឹងមើលភ័យគាត់ថាចេះហោះទៅក្រោយអង្គុយក្រោយខ្នងហែងឯងរបៀបយើងមើលចឹងអត់ទេតែគាត់មើលទៅកញ្ចក់គាត់ឃើញហ្មងតបងទៅអង្គុយក្រោយបងខ្ញុំពេលដែលខ្ញុំនិយាយហោះមកអង្គុយក្រោយខ្ញុំហើយពេលដែលគាត់និយាយថាហោះមកអង្គុយក្រោយណាមកអង្គុយក្រោយខ្នងហែងហោះទៅអញគ្រាន់ឃើញមុខអញខ្លាចអញអត់ដឹងថាត្រូវធ្វើម៉េចបងខ្ញុំនិយាយចឹងហើយខ្ញុំភ័យដែរបងខ្ញុំតែទូរស័ព្ទរបស់ខ្ញុំខ្ញុំចង់តែហៅប៉ាខ្ញុំមកជួយក៏ខ្ញុំចុចទូរស័ព្ទខ្ញុំបានដែរខ្ញុំកម្រើកដៃឡើងបានដែរខ្ញុំយំរបៀបណាសង្ឃប្រាប់ថាជួយផងហើយទៅខ្ញុំសួរបងខ្ញុំថាទៅវិញនៅខ្ញុំនិយាយខ្ញុំនឹងយកដៃពេលហ្នឹងអារម្មណ៍យើងមិនដូចមានស្ពឹកដៃស្ពឹកជើងអីស្ពឹកពីក្បាលដល់ចុងជើងគឺមានអារម្មណ៍ថាត្រជាក់ហ្មងព្រឺហើយក្បាលគឺត្រជាក់ហើហ្មងហើយខ្ញុំអញ្ចឹងខ្ញុំសម្បីតែចុចបើកសោលេខកូដខ្លួនឯងទៅប៉ាខ្ញុំឲ្យខ្ញុំជួយក៏ខ្ញុំតែរួចដែរខ្ញុំសួរបងខ្ញុំរហូតទៅបាត់នៅអត់ទៅទេនឹងអង្គុយក្រោយក្នុងឯងរហូតខ្ញុំឡើងខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចវាយូរបាទខ្ញុំដាច់ចិត្តថាខ្ញុំត្រូវកម្រើកដៃចុចទូរស័ព្ទតែហៅប៉ាខ្ញុំឲ្យបានណាបន្តែទៅប៉ាខ្ញុំគាត់ឡើងមកជួយគាត់ថាអីទេអញ្ចឹងណាយើងក៏នៅតែគិតថាមិនអីរហូតតែពេលថ្ងៃមួយដែរបងខ្ញុំគាត់មកពីធ្វើការគាត់ហត់គាត់ឡើងទៅគាត់សម្រាកទៅគាត់ចុចទូរស័ព្ទលឺសម្ដែងគាត់ស្រែកទៀតស្រែកឲ្យជួយផងប៉ាខ្ញុំថៃកូនបាច់ដូចក្នុងរឿងហ្នឹងគាត់ហក់ពីលើចរាននឹងហត់មកអោប៉ាខ្ញុំហ្មងគាត់ហក់មកគាត់ថាប៉ាជួយខ្ញុំផងដេកក្បែរខ្ញុំដេកចិត្តខ្ញុំដេកទឹមខ្ញុំហ្មងខ្ញុំខ្លាចខ្លាំងប៉ាជួយខ្ញុំផងអញ្ចឹងណាថាកូនខ្ញុំប៉ាខ្ញុំមកសឹងថាហូរទឹកភ្នែកហងៃដោយសារអាណិតកូនគាត់ថាឥឡូវពួកគាត់ឯងចុះមកក្រោមមកអស់ឲ្យម៉ាក់ខ្ញុំអុជធូប3ដស័យឲ្យគាត់ឡើងទៅលើនិយាយម្នាក់ឯងអញ្ចឹងណាគាត់និយាយថាចង់នៅជាមួយគ្នាអត់បើចង់នៅជាមួយគ្នាត្រូវតែឲ្យកូនចៅសុខសាន្តកុំមកបន្លាចកុំមកធ្វើបាបកុំអីឲ្យក្មេងខ្លាចអញ្ចឹងណាបើចង់បានអីតែប្រាប់គាត់ឧទាហរណ៍ថាចង់បានមាន់ចង់បានផ្លែឈើចង់បានអីឲ្យតែប្រាប់គាត់កុំមករកក្មេងកុំមកធ្វើបាបក្មេងអញ្ចឹងណាចរចាជាមួយអញ្ចឹងហ្នឹងហើយប៉ុន្តែវាអត់ខ្វល់ទេវាអត់ខ្វល់វាចង់ចេញវាចង់លងវាចង់មករូបរាងមិនជើងរបស់វាអត់ខ្វល់ពីយើងទាំងអស់ហើយបកមកខ្ញុំវិញនៅពេលដែលខ្ញុំដេកមួយបងខ្ញុំទម្រាំដាច់ចិត្តខ្ញុំដេកមួយបងខ្ញុំឲ្យតែខ្ញុំឡើងទៅបន្ទប់គាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំកាន់អីក៏ដោយដើរទៅណាមកណាក៏ដោយគឺខ្ញុំមានអារម្មណ៍ថាគេកំពុងតែឈរមើលខ្ញុំមានអារម្មណ៍ថាខ្ញុំនៅម្នាក់ឯងដូចយើង safe ដែលយើងនៅក្នុងបន្ទប់ម្នាក់ឯងអត់ទេសូម្បីតែយើងដោះកៅអៅក៏ខ្ញុំមានអារម្មណ៍ថាអៀនដែរមានអារម្មណ៍ថាគេមើលមកយើងប៉ុន្តែខ្ញុំទៅជាស៊ាំព្រោះវាច្រើនឆ្នាំពេកពេលហ្នឹងខ្ញុំដេកនៅលើបន្ទប់មួយបងខ្ញុំទេពួកខ្ញុំខ្លាចណាស់សូម្បីតែឡើងឈឺនោមក៏ដាស់គ្នាដែរអត់ហ៊ានឡើងតែម្នាក់ឯងទេពេលហ្នឹងខ្ញុំដេកនៅក្នុងបន្ទប់ស្រាប់ស្អែកឡើងមីងរបស់ខ្ញុំគាត់ប្តឹងម៉ាក់ខ្ញុំថាចេះថាខ្ញុំអត់ព្រមដេកទេមកអង្គុយនិយាយទូរស័ព្ទនៅកន្លែងកម្មចនាម៉ោង3ភ្លឺខ្ញុំចង់រហូតទឹកភ្នែកហ្មងគាត់ចង់និយាយឲ្យម៉ាក់ខ្ញុំស្ដីឲ្យខ្ញុំថាម៉េចបានខ្ញុំអត់ដេកមកអង្គុយនិយាយទូរស័ព្ទប៉ុន្តែខ្ញុំប្រាប់ថាអត់ទេខ្ញុំអត់មានមកអង្គុយនិយាយទូរស័ព្ទអីស្មើនឹងទេមនុស្សខ្លាចខ្មោចចង់ងាប់តែឈឺនោមពីអ្នកបងប្អូនអត់ហ៊ានចប់ផងហើយខ្ញុំដេកសំណាងខ្ញុំដេកពីអ្នកបងប្អូនមកន័យថាខ្ញុំនៅគឺបងខ្ញុំដឹងនៅទាំងអស់គ្នាខ្ញុំអត់មានបានចុះមកនិយាយទូរស័ព្ទទេហើយទៅគាត់នៅលើចុងមីងខ្ញុំគាត់ខ្លាចដែរគាត់ខ្លាចហើយគាត់ឈប់និយាយហើយបានសួរគាត់ទៅគាត់ប្រាប់ថាអញ្ចេះពេលដែលគាត់ដើរមកឈឺនោមគាត់ឃើញខ្ញុំនៅអង្គុយឡើងចរាហ្នឹងណាគាត់ឃើញខ្ញុំអញ្ចឹងហ្មងហើយគាត់ថាស្ដីឲ្យខ្ញុំថាអញ្ចេះអត់គិតដេតគិតពួនទេមកអង្គុយនិយាយទូរស័ព្ទហើយខ្ញុំអត់តបគាត់ហើយខ្ញុំនៅឈរអង្គុយស្លក់គាត់ខ្ញុំអត់តបទោះគាត់និយាយមិនក៏ខ្ញុំអត់តបដែរពេលហ្នឹងគឺជាពេលមួយដែលម៉ាក់ខ្ញុំគាត់ប្រាប់ខ្ញុំថាឲ្យខ្ញុំទៅស្រោចទឹកទៅព្រោះបើសិនជាគេអាចបន្លំខ្លួនជាយើងបានណាបានន័យថាយើងគូទៀបខ្លាំងមែនតើតែរបៀបថាយើងនៅមួយខ្មោចរងៃយើងស៊ាំណាបានន័យថាតើវាមិនអីទេចាប់ផ្ដើមពីនឹងមកឡងមួយថ្ងៃក្រោយមកបងស្រីខ្ញុំឃើញខ្ញុំនៅប្រកាន់ដៃឡើងចនាទាំងជាក់ស្ដែងខ្ញុំនៅក្នុងបន្ទប់គាត់ទេចឹងបានន័យថាខ្ញុំពីរគាត់
គាត់ឃើញខ្ញុំអាពេលហ្នឹងដូចជាម៉ោង 8 ម៉ោង 9 ហើយខ្ញុំនិយាយទូរស័ព្ទមួយសង្សារខ្ញុំអញ្ចឹងខ្ញុំនិយាយក្នុងបន្ទប់គាត់ខ្ញុំមកកន្លែងស្ងាត់តែពេលគាត់ឃើញខ្ញុំនិយាយទូរស័ព្ទអញ្ចឹងគាត់ថាមិនក៏អត់ទៅនិយាយទូរស័ព្ទឡើងភ្លឺឬក៏ចូលបន្ទប់បាត់ទៅមកឈរអីកន្លែងល្ងឹតឆឹងព្រោះឡើងចរាចរណ៍អត់មានភ្លើងទេខ្ញុំអត់តបគាត់ទេនៅឈរនិយាយទូរស័ព្ទនៅហ្នឹងពេលគាត់ដើរកាត់ខ្ញុំណាគាត់ដើរកាត់ខ្ញុំនៅឡើងចរាចរណ៍ហ្នឹងគាត់ដើរកាត់ខ្ញុំហើយមកបើកបន្ទប់គាត់ស្រែកហ្មងឃើញខ្ញុំបើកទ្វារមកឃើញខ្ញុំក្នុងបន្ទប់គាត់ស្រែកហ្មងគាត់ស្រែកភ្ញាក់ទាំងអ្នកនៅក្នុងទូរស័ព្ទខ្ញុំទៀតណាហើយសួរឈួតទេមកស្រែកស្អែមមនុស្សភ័យចងប់ធម្មតានៅពេលដែលនៅផ្ទះយើងមានបញ្ហាឲ្យតែលឺសូរស្រែកសម្រែកអីគូភ័យហ្មងគាត់ដល់បងស្រែកខ្ញុំស្រែកខ្ញុំភ័យដែរខ្ញុំថាថៃឃើញអីមែនមិនបានខំបងស្រែកទៅអីគាត់ថាហើយនឹងអង្គុយនឹងយូរនៅនិយាយទូរស័ព្ទនៅនឹងចង់2ម៉ោងហើយគាត់ថាចោះណាគេនៅឈរឡើងចដើមមិញអូយខ្ញុំថាចេះព្រឺសបកខ្ញោកខ្ញុំថាចេះកុំនិយាយចឹងខ្ញុំអត់ដឹងថាតបមកគាត់ថាម៉េចខ្ញុំថាឈួតទេមនុស្សខ្ញុំស្មានគាត់និយាយលេងខ្ញុំថាឈួតទេមនុស្សកំពុងតែអង្គុយនិយាយទូរស័ព្ទអត់មានទៅឈរឡើងចដើមនឹងល្ងឹតចឹងទេមនុស្សខ្លាចចង់ងាប់ពេលទៅគាត់ថាតាមអីទេបងខ្ញុំប្រកែប្រឡប់កុំឲ្យយើងខ្លាចចឹងណាតាំងពីនឹងមកគេអាចចូលខ្ញុំបានព្រោះខ្ញុំម៉ាក់ខ្ញុំឲ្យតែស្រោចទឹកញាក់ព្រមតាំងពីគេប្រឡំខ្លួនជាខ្ញុំ2ដងទៅមកគេចូលខ្ញុំបានណានៅពេលដែលខ្ញុំធ្វើអីក៏ដោយគឺខ្ញុំមានអារម្មណ៍ថាខ្ញុំដង្ហើមខ្ញុំអត់ដូចដើមអត់ដូចពីមុនអីចឹងខ្ញុំខ្សោយពេលហ្នឹងខ្ញុំនិយាយទូរស័ព្ទនៅក្នុងបន្ទប់របស់ខ្ញុំប្អូនខ្ញុំក៏នៅនឹងដែរពេលហ្នឹងខ្ញុំកំពុងនិយាយទូរស័ព្ទហើយគេនិយាយអីឲ្យប៉ះអារម្មណ៍របស់ខ្ញុំទៅខ្ញុំថាខ្ញុំប្រាប់ថាអារម្មណ៍ខ្ញុំអត់ដូចមនុស្សធម្មតាទេខ្ញុំឆាប់ភ័យឆាប់ខ្លាចហើយបើនិយាយខ្ញុំខឹងវិញគឺដង្ហើមខ្ញុំដកញាប់ហើយខ្ញុំដង្ហក់ខ្លាំងហ្មងគាត់ឲ្យខ្ញុំនិយាយផុតពីគាត់ណាគឺខ្ញុំចាប់ផ្ដើមដកដង្ហើមខ្លាំងមែនតើតែខ្ញុំខ្លួនឯងខ្ញុំអត់ដឹងទេខ្ញុំខ្លួនឯងខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាការដកដង្ហើមខ្ញុំដល់ខ្លាំងអញ្ចឹងណាខ្ញុំអត់ដឹងទេប្អូនខ្ញុំមិនដឹងខ្ញុំគិតថាខ្ញុំដកដង្ហើមធម្មតាតែខ្ញុំប្រាប់គាត់ថាខ្ញុំចាប់ផ្ដើមខ្សោយហើយខ្ញុំចាប់ផ្ដើមឲ្យតែខ្ញុំនិយាយដល់ខ្ញុំចាប់ផ្ដើមដង្ហក់ហើយខ្ញុំចាប់ផ្ដើមដកដង្ហើមលេងរួចហើយចេនីបងខ្លាចឮសំឡេងខ្ញុំដកដង្ហើមគឺខ្លាំងមែនតើគាត់និយាយថាគាត់អត់ដឹងធ្វើម៉េចគាត់ស្រែកហៅប៉ាខ្ញុំឲ្យមកជួយពេលហ្នឹងម៉ោងមិន10កន្លះយប់គាត់ស្រែកហៅប៉ាខ្ញុំឲ្យមកជួយខ្ញុំប្រាប់បងខ្ញុំថាកុំហៅខ្ញុំកុំហៅអញតិចចិត្តលេងអីខ្ញុំអត់ដូចមនុស្សធម្មតាតែបងខ្ញុំអត់ទេវាខ្លាចអត់ហ៊ាននៅមួយខ្ញុំទេដល់ចិត្តរត់ចេញទៅក្រៅហៅប៉ាខ្ញុំមកគាត់ឲ្យប៉ាខ្ញុំមកភ្លាមខ្ញុំទៅមកហើយពេលដែលខ្ញុំទៅហ្នឹងខ្ញុំគ្រប់គ្រងខ្លួនឯងបានទេប៉ុន្តែខ្ញុំដឹងទាំងអស់ពេលដែលខ្ញុំទៅសុំសម្រួលអារម្មណ៍បាទដល់ពេលដែលខ្ញុំទៅប៉ាខ្ញុំគាត់បីខ្ញុំចេញមកមុខព្រោះជាទូទៅតាំងពីបងខ្ញុំសន្លប់មករហូតមកគឺអត់ពេលដែលយើងសន្លប់គឺអត់នៅក្នុងបន្ទប់នឹងហប់ទេគឺបីយកមកដាក់មុខនៅបែបមានខ្យល់លាបប្រេងកាឡាលាបអីចឹងទៅគាត់បីខ្ញុំយកទៅដាក់កណ្ដាលផ្ទះនៅមុខម៉ាក់ខ្ញុំយាយខ្ញុំគាត់ច្បាច់ជើងឲ្យខ្ញុំប៉ាខ្ញុំតកងខ្ញុំនឹងទ្រូងរបស់គាត់ហូរទឹកភ្នែកគាត់ហៅឈ្មោះយើងគាត់ហៅកូនណាប៉ុន្តែបើឲ្យដឹងខ្ញុំមិនអត់ខ្ញុំអញ្ចឹងមកដកចកាមន់ខ្លាំងមែនតើប៉ុន្តែខ្ញុំគិតថាខ្លួនឯងធម្មតាពេលទៅខ្ញុំព្យាយាមប្រាប់ម៉ាក់ខ្ញុំថាខ្ញុំឃើញទាំងអស់ខ្ញុំព្យាយាមប្រាប់ម៉ាក់ខ្ញុំថាខ្ញុំអត់អីទេមិនបានមួយស្លន់ម៉េះប៉ុន្តែសំឡេងដែលខ្ញុំនិយាយនឹងដឹងមិនអត់ខ្ញុំអត់អីតម្រាំខ្ញុំនិយាយចប់មកឃ្លាគឺពិបាកមែនតើប៉ុន្តែខ្ញុំគិតថាខ្ញុំធម្មតាតែខ្ញុំលឺសំឡេងបងខ្ញុំសួរម៉ាក់ខ្ញុំថាចេះម៉ាក់វានិយាយថាម៉េចហើយខ្ញុំខឹងនៅក្នុងចិត្តរបស់ខ្ញុំគិតថាចេះអញនិយាយតម្រាំតែចប់មកឃ្លាហត់ចង្ងប់មិនក៏ស្ដាប់អញអត់បានខ្ញុំគិតក្នុងចិត្តមិនបានគេស្ដាប់ខ្ញុំអត់បានពេលទៅប៉ាខ្ញុំគាត់ម៉ាក់ប៉ាខ្ញុំគាត់យំខ្លាំងមែនតើខ្ញុំដង្ហក់ឲ្យស្លើទៅលើឲ្យប៉ាខ្ញុំសួរថាឃើញអីខ្ញុំគិតថាហើយខ្ញុំថប់ខ្លាំងហើយខ្ញុំយកដៃខ្ញុំហ្នឹងរិនធំខ្លួនឯងចង់ឲ្យគាត់ជួយខ្ញុំផងខ្ញុំដកដង្ហើមលេងរួចហើយ
របៀបខ្ញុំយល់អារម្មណ៍មនុស្សផុតណា Ừ. មនុស្សដកស្កាមន់ចិត្តផុតណាគឺខ្ញុំហ្នឹងហើយពេលហ្នឹងគឺតែរលោកតាជួយណាកណាយកដាច់ចិត្តរំខានគេហើយតែលោកតាឲ្យជួយកូនខ្ញុំផងប៉ាខ្ញុំគាត់យំខ្លាំងណាស់ Ừ. ឲ្យជួយកូនខ្ញុំផងកូនខ្ញុំអត់ដឹងមិនដកដង្ហើមដង្ហក់អីចឹងណាហើយទៅលោកតាថាខ្លាំងមែនតើហើយឲ្យប៉ាខ្ញុំហ្នឹងទូរស័ព្ទហ្នឹងឲ្យប៉ាខ្ញុំបើក speaker ទៅ Ừ. គាត់សូត្រធម៌ក្បែរតិចញោះរបស់ខ្ញុំហើយគេសូត្រធម៌ហើយខ្ញុំគិតក្នុងចិត្តថាមិនអញចឹងខ្ញុំគិតក្នុងចិត្តណាអញមិនចឹងមិនបានអញកម្រើកខ្លួនឯងអត់បានងើបឈរអត់បានហើយនិយាយទៅគេស្ដាប់អត់បាន Ừ. ហើយខ្ញុំឃើញប៉ាខ្ញុំញឹមចង់ប្រាប់ថាកុំយំហើយនាំគ្នាច្បាច់ដៃបាច់ជើងខ្ញុំសុំឲ្យតែលើកដៃចឹងខ្ញុំលើកអត់រួចហ្នឹង Ừ. ហើយលោកតាសូត្រធម៌ដាក់តិចខ្ញុំយូរមែនតែខ្ញុំនៅតែអត់បាត់ហើយទៅប៉ាខ្ញុំស្រែកថាអូលោកតាអើយជួយកូនខ្ញុំផងកូនខ្ញុំអត់ប្របាត់ទេវាកាន់តែខ្លាំងឡើងចឹងណា Ừ. លោកតាហ្នឹងគាត់ប្រាប់ឲ្យប៉ាខ្ញុំយកដៃមេហ្នឹងចុចកណ្ដាលក្បាលខ្ញុំហើយគាត់សូត្រធម៌បន្តចុចខ្លាំងចុចឲ្យគាត់សូត្រហើយខ្ញុំនៅដកស្កាមន់សឡងឡើងទៅលើរហូត Ừ. ម៉ាក់ខ្ញុំប៉ាខ្ញុំនិយាយទៅអ្នកផ្ទះយើងគឺត្រូវតែហៅឈ្មោះហ្មងអត់ឲ្យយើងទៅណាឯង Ừ. រហូតដល់ប្រហែលជាចិត្ត1ម៉ោងមិនខ្ញុំដឹងខ្លួនពេលសូត្រធម៌ហើយចិត្ត1ម៉ោងមិនខ្ញុំដឹងខ្លួនពេលដឹងខ្លួនហើយខ្ញុំឡើងអង្គុយធម្មតា Ừ. ខ្ញុំឡើងអង្គុយហើយខ្ញុំឈឺនោមធម្មតាអីអត់មានតែគេនិយាយអីគាត់តែសួរខ្ញុំថាមានអីអត់ថាអត់អីហងខ្ញុំឈឺនោមខ្ញុំឡើងតែឈឺនោមធម្មតា Ừ. ប៉ាខ្ញុំឲ្យម៉ាក់ខ្ញុំដើរតាមខ្ញុំរហូតហើយឥឡូវខ្ញុំបកមកសួរម៉ៃមិញឧទាហរណ៍ថាបើសិនជាខ្ញុំមានជំងឺឬក៏ខ្ញុំឈឺអាចអត់រយៈពេលត្រឹមកន្លះម៉ោងហើយខ្ញុំឡើងមនុស្សធម្មតាលែងអី ត្រូវហើយវាមិនអាចទេ ហ្នឹងហើយខ្ញុំឆ្ងល់ថាមិនបានមុននឹងខ្ញុំបជាខ្លួនឯងអត់បានចាប់ពីនឹងមកខ្ញុំស្អែកឡើងណាចាប់ពីពេលដែលគេចូលខ្ញុំលើកដំបូងនឹងបំផុតគឺជាពេលដែលខ្ញុំឡើងជាខ្លួនឯង Ừ. បានន័យថាមនុស្សដែលធ្លាប់ចិត្តធ្ងន់អត់តមាត់អត់អីទាំងអស់មាននឹងអីក៏ដោយគឺចិត្តធ្ងន់គឺស្លូតតាំងពីនឹងមកគឺខ្ញុំឡើងធម្មតាអារម្មណ៍របស់ខ្ញុំឆាប់ភ័យឆាប់ខឹងហើយក៏ឆាប់ឆេវឆាវដែរ Ừ. ហើយខ្ញុំពេលខ្លះសម្ដីធំទាំងខ្លួនឯងដឹងខ្លួនទេឧទាហរណ៍នៅពេលដែលមិញហ្នឹងនៅពេលដែលខ្ញុំដឹងខ្លួនពីមានបញ្ហាហើយខ្ញុំក៏ទៅទឹកប៉ាខ្ញុំថាឲ្យម៉ាក់ខ្ញុំហ្នឹងទៅតាមខ្ញុំទៅខ្លាចខ្ញុំមានបញ្ហាទៀតចឹងណាខ្ញុំសន្លត់ប៉ាខ្ញុំហ្មងតាមតែអីខ្ញុំគ្រាន់តែឈឺនោមបានដែរ Ừ. ភាពចឹងណាពេលថាមានណាប៉ាគាត់ឲ្យម៉ាក់តាមហ្នឹងគាត់ឯងទៅខ្លួនឯងក៏បានដែរគាត់លែងហ៊ានធ្វើខ្ញុំខឹងហើយខ្ញុំអត់ហ៊ានឈប់ពេកអាចឡើងខ្ញុំធ្វើការព្រោះពេលហ្នឹងខ្ញុំធ្វើការនៅមីក្រូហិរញ្ញវត្ថុមួយកន្លែង បាទ ខ្ញុំអត់ហ៊ានឈប់ដោយសារតែពេលហ្នឹងបុគ្គលិកផ្នែក sale របស់ខ្ញុំហ្នឹងគេ resign អស់ហើយនៅសល់តែខ្ញុំម្នាក់ឯង Ừ. ចឹងបើសិនជាខ្ញុំឈប់បានន័យថាអត់មានអ្នក register ទៅខាង operation នៅខាងលើត LO តចឹងណា Ừ. ជឿទៅខ្ញុំអត់ហ៊ានឈប់ទេខ្ញុំប្រាប់មេខ្ញុំពីយប់ដែរប៉ុន្តែខ្ញុំនៅតែអត់ឈប់ដោយសារអីខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំអត់ឲ្យការងារខ្ញុំ late ឬក៏ delay អីទេខ្ញុំទៅធ្វើការសកម្មភាពខ្ញុំទៅធ្វើការគឺអត់ប្រក្រតី Ừ. តែខ្ញុំអត់ដឹងថាខ្លួនខ្ញុំអត់ប្រក្រតីដល់កម្រិតណាខ្ញុំដឹងថាពេលដែលខ្ញុំទៅគាត់ខ្ញុំទៅភ្លាមមេខ្ញុំសួរមិនហើយគាត់ហៅឈ្មោះខ្ញុំនេះមិនហើយលែងអីនៅថាខ្ញុំមានអី Ừ. ខ្ញុំសឡនថាខ្ញុំមានអីខ្ញុំធម្មតាហើយទៅពួកគាត់មើលមកគ្នាថាមិនបានខ្ញុំសឡត់ហ៊ានសឡត់មេ បាទ ហើយទៅខ្ញុំថាគាត់ថាចេះចុះបងគាត់ទៅសួរតាពីយប់មិញមិនអីចឹងណាកាឡូណែអត់ស្រួលខ្លួនចង់ដាក់ច្បាប់ស្អីខ្ញុំមកធ្វើការបានខ្ញុំធ្វើការ Ừ. ហើយទៅគេនិយាយទៅចេះអូមើលវានិយាយសឡត់ហើយទៅខ្ញុំថាខ្ញុំមានសឡត់ណាខ្ញុំនិយាយធម្មតា Ừ. ធ្វើខ្ញុំខឹងខ្ញុំអត់សឡត់ហងថាខ្ញុំសឡត់ Ừ. ហើយទៅខ្ញុំទៅចក្រានបាយទៅអង្គុយញយជើងអ្នកឯង Ừ. ខ្ញុំទៅអង្គុយញយជើងអីអាណាម៉ៃឃើញខ្ញុំពួកគាត់ដឹងរឿងឯងឃើញខ្ញុំមានអារម្មណ៍ថាអត់ប្រក្រតីថាមិនបានមកអង្គុយញយជើងម្នាក់ឯងធ្វើផ្ដេចលែលើចាវាចឹង ដូចប្លែកអត់ដែរបានមក ខ្លា នឹង ចអត់ដែរចឹងវា Ừ. ចឹងលែលើហើយវាតថេតថា Ừ. ទៅមុខទៅក្រោយហើយអង្គុយលើសាឡុងញយជើងម្នាក់ឯងហើយទៅបងស្រីដែលធ្វើការមួយខ្ញុំហ្នឹងគាត់សួរពីហេតុការណ៍យប់មិញហ្នឹងគាត់សួរទៅខ្ញុំនិយាយថាយប់មិញ
nhom ọt số khuôn hay viêm mạch ấy chăng á nè nhom phẹp mày ôi ta rùm lắc á cù màu mồ ôi ta rùm lắc gọt bàn thà ôi nhom gọt bàn vậy xua nom chớn gọt xua bàn nom chớn gọt bàn này còn là xua phím nhom chập đàm nghi ngờ ọt pro cọ đây á hay nhom sờ lọ cây mồ nhom sờ lọ cây tới con hai vậy hay vậy thăm á từ ấy chấp máy sờ lọ bong từ ấy nhom nè nhom biết sờ lọ nè nhom biết sờ lọ nè nhom thầm nè hay nhom chập đàm lên lơ mẹ nhom nằm đi mùi cọt kẹt chập đàm kẹt này không vậy không tha biết hay tới nhom bẹp mẹ nhom vậy bảy mơ nhom ban sờ lọt quát này con hai nhom sờ lọt quát ấy chân từ hay chân tới là ở té cả nhà con bên nào con xua lên nhưng á anh này chặt cao với nhẹ chân tới nhom không phim nữa á nhom coi vô chân nó lòng coi vô chân nhom chập đàm lên qua lại hay tới cái bẹp na chầm mong tay hai ba mạo này mà do bờ này ruột luôn cầm tay má này nhưng mà ai hai ba mạo mà ơi nhóm thất ca bản nhóm bên ấy nè mấy bạn đấy hai ba mạo nhóm chỉ ngon rồi này ha ba mạo nhóm mà chất ở bàn này là việc ha con bẻ đúng ha ba nhưng tranh ba là mấy con á công hai là sao mà trên nhóm thất ca bản ta bong tay cái lôi tay về cái lôi tay nhóm không mà tăng tiệt tay việc tay hai mai ơi mới tới nhớ không kê vô lật mà nếu thà ca sốc tay hai mai ơi mà vô không kê chồng ngọt về hay bây giờ mò tay mà nhom xu mà nhà ai gì nhom trong nó không tụng này ai mà vậy mình nhom bạch xui nhom ai đó hay tăng bị nâng máu xong rồi tầm mạng nhom á còn đăng là nhom nắng là cái gì ba tới nhom không này còn vậy nhảy mình nhom thầm mà á hay còn ấy cho mấy sọ mạng tới hay nè nhom biết sọ nè nhom không á đây nè nhom chưa là ôi từ nhom vậy ấy cái than nhom sờ lọt nhom ăn sờ lọt thế nhom vậy thầm mà nhom dương luôn ấy nhá dương cách hay dương thầm mà bàn tay tập bật dương ở thầm mà này xong rồi ta sầm lấy đằng ham bao dương có thầm mà này